សិក្សាអំពី past special past special មានតួនាទីបញ្ចេញទិន្នន័យក្រោយពេលកាត់ឬថតចម្លងរបៀបប្រើយើងមើលក្នុងទិន្នន័យនេះមួយឧទាហរណ៍ថាយើងត្រូវការ copy អញ្ចឹងយើងគ្រាន់តែ select លើទិន្នន័យហ្នឹងមករួចយើងចុចពាក្យនេះ copy រួចយើង select ទីតាំងណាមួយមករួចយើង click លើ pass យកពាក្យ pass special រួចយើង click លើ all រួចចុច OK អញ្ចឹងមានន័យថាទិន្នន័យហ្នឹងវាចេញដូចទិន្នន័យថតចម្លងសិក្សាទី2យើងមើល formula ចេញជារូបមន្តអញ្ចឹងមានន័យថាយើងត្រូវការ copy រូបមន្តពីនេះមកនេះ cell នេះអញ្ចឹងយើងត្រូវការ copy រូបមន្តផលបូកហ្នឹងមកអញ្ចឹងយើង select លើហ្នឹងមករួចចុច copy រួចយើង select លើ cell នេះមករួច pass រួចយកពាក្យថា pass special រួច click លើពាក្យ formula រួចចុច OK អញ្ចឹងវាចេញមករូបមន្តដែលមានន័យថាវាស្មើនឹង cell នេះបូកនឹង cell នេះចឹងបើយើងដូរទិន្នន័យឧទាហរណ៍3បូកជាមួយនឹង12អញ្ចឹងគឺអានេះវាដូរដែរ15បានន័យថាផាសមកទៅរូបមន្តទេអញ្ចឹងយើងមើលតទៀតគឺ value ចេញជាតម្លៃលេខអញ្ចឹងយើងមើលទិន្នន័យនេះគឺលេខ11អញ្ចឹងយើងចុច copy មករួចយើង click លើ cell នេះរួចចុចលើ pass យក pass special រួចយើង click លើពាក្យថា value រួចចុច OK អញ្ចឹងគឺទិន្នន័យនេះគឺចេញលេខ11តែម្ដងទោះបីទិន្នន័យដើមនេះកែពីលេខ3នេះទៅលេខ1អញ្ចឹងវាដូរ9អានេះគឺអត់ដូរទេវាចេញជាទិន្នន័យងាប់តែម្ដងតោះអញ្ចឹងយើងមើលមួយទៀត format ចេញជាទម្រង់ទិន្នន័យណាមួយអញ្ចឹងឧទាហរណ៍ថាការកំណត់របស់យើងនេះយើងកំណត់វាជាដុល្លារអញ្ចឹងយើង click លើដុល្លារយកពាក្យថា currency នេះអញ្ចឹងទិន្នន័យយើងនេះគឺដុល្លារបែបនេះអញ្ចឹងយើងត្រូវការយកតែម៉ូដហ្នឹងទៅទេអញ្ចឹងយើង select លើហ្នឹងរួចយកពាក្យ copy រួចយើងទិន្នន័យនេះមករួចយើងចុចលើពាក្យថាpass យកពាក្យ pass special រួចយើង click លើពាក្យ format រួចចុច OK អញ្ចឹងចេញមក format មកដូចតែម្ដងឬក៏យើងមើល format មួយនេះឧទាហរណ៍យើងដាក់ ball ដាក់ trade ហើយយើងដាក់វាពណ៌ក្រហមអញ្ចឹងយើងត្រូវការយក mode ហ្នឹងយកមកថតចម្លងនៅលើmode លេខ3នេះអញ្ចឹងយើង select លើវារួចចុចលើ copy រួច select លើលេខ3រួចយកពាក្យ pass យក pass special រួចយកពាក្យថា format រួចចុច OK អញ្ចឹងពេលហ្នឹងវាថតមក mode ដូចគ្នាហើយអញ្ចឹង pass format ហ្នឹងស្មើនឹងយើងអាច select លើវាចេះរួចយកពាក្យ format painter រួច click មកឧទាហរណ៍លេខ2អញ្ចឹងវាដូចគ្នាតោះអញ្ចឹងយើងតទៀតយើងមើល pass comment គឺចេញការវាកំណត់ចំណាំ comment ហ្នឹងអញ្ចឹងឧទាហរណ៍ថាយើងមកស្ដាំលើនេះមួយយកពាក្យថានេះ insert comment យើងវាចូលមកឧទាហរណ៍ថា this is total number អញ្ចឹងយើងមាន comment មួយហើយអញ្ចឹងផ្ទាំងnàyគេហៅថា comment អញ្ចឹងយើងត្រូវការ copy comment ហ្នឹងយកមកដាក់លើcell នេះអញ្ចឹងយើង select លើវារួចយកពាក្យថា copy រួចយើង select លើ cell នេះមករួចយកពាក្យ pass យកពាក្យ pass special រួចយកពាក្យថា comment រួចចុច OK អញ្ចឹងពេលនេះយើង click លើទិន្នន័យនេះមាន comment ដូចនឹងទិន្នន័យដើមសិក្សាបន្តទៀតគឺយើងមើលក្នុង validation ចេញទិន្នន័យតាមការកំណត់លក្ខខណ្ឌអញ្ចឹងមានន័យថាយើងត្រូវការចេះកំណត់សិនឧទាហរណ៍ថាទិន្នន័យនេះ page m s អញ្ចឹងយើងមានតារាងមកមួយមកឧទាហរណ៍ថា n name page ឧទាហរណ៍លេខ1លេខ2លេខ3លេខ4ចាអញ្ចឹងឧទាហរណ៍ Mr. A អញ្ចឹងយើងមាន4នាក់អញ្ចឹងមកអញ្ចឹងយើងកំណត់ page នេះឲ្យទាញទិន្នន័យពីនេះមកអញ្ចឹងទី1 select លើ page ប៉ុណ្ណឹងមករួចចុចលើពាក្យថានេះ delta រួចយកពាក្យ delta validation រួចយកពាក្យ delta validation ទៀតរួចហើយ click ឡើង setting នេះរួចយកពាក្យថា list រួច click លើ source មករួចមក select លើ page នេះរួចចុច OK អញ្ចឹងពេលហ្នឹងទិន្នន័យយើងវាមានតែជាចេះនេះ m ហើយ s ចាដូចគ្នាដែរឧទាហរណ៍ថាយើងមានតារាងនេះឧទាហរណ៍ថា name page អញ្ចឹងឧទាហរណ៍ AAA BBB CCC ចេះ
ចឹងយើងត្រូវការ mode ហ្នឹងមកដាក់កន្លែងនេះលឿនតែម្ដងចឹងទីមួយយើង select លើ mode ហ្នឹងមក select តែមួយមករួចចុចលើពាក្យថា home រួចពាក្យថា copy រួចយើង select លើ page ហ្នឹងមករួចយកពាក្យថា pass យកពាក្យថា pass special រួចបានយើងយកពាក្យថា validation រួចចុច OK បាទអញ្ចឹងពេលហ្នឹងឃើញយើងមានទិន្នន័យស្រាប់បាត់ហើយអញ្ចឹងមានន័យថា mode ខាងនេះហ្នឹងវាដូច mode ខាងនេះសុទ្ធសាធអញ្ចឹងឧទាហរណ៍យើងកែ up នេះទៅជាគេទៅជា male កែ s នេះទៅជា female អញ្ចឹងពេលយើងคลิกលើទិន្នន័យនេះវាដូរមក male female អញ្ចឹងទិន្នន័យនេះក៏ដូចគ្នាដែរគឺវាដូរអូតូតែម្ដងបាទអញ្ចឹងយើងមើលយើងរៀនមួយទៀតគឺយើង select លើទិន្នន័យហ្នឹងមក Mr. A Mr. B C ហ្នឹងរួចចុច copy រួចយើងคลิกលើទីតាំងក្រោមនេះមករួចយើងយកពាក្យ pass យកពាក្យថា pass special រួចយើងយកពាក្យថានេះ transpose នេះអញ្ចឹងមានន័យថាអូខេពោមកបានន័យថាវា copy ពី picture ចេះមកពី video ចេះវិញអញ្ចឹងហ្នឹងឯង pass transpose